តើអ្នកដឹងទេថាទីក្រុងអង្គរត្រូវបានរកឃើញជាថ្មីឡើងវិញនៅក្នុងកំឡុងឆ្នាំណាដែរហើយតើនរណាជាអ្នករកឃើញទីក្រុងអង្គរជាថ្មីបន្ទាប់ពីបោះបង់ចោលអស់រយៈពេលរាប់រយឆ្នាំដោយសារតែការឈ្លានពានមិនឈប់ឈរពីប្រទេសសៀមគឺនៅក្នុងកំឡុងឆ្នាំប្រហែលជា1550ឬក៏1551នៅពេលដែលព្រះមហាក្សត្ររបស់ប្រទេសខ្មែរកំពុងតែបបបាញ់ដំរីនៅក្នុងព្រៃដ៏សែនក្រាស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាពេលនោះពលទាហានរបស់ព្រះអង្គកំពុងតែស្វែងរកបបបាញ់សត្វដំរីក៏ជួបនឹងសំណង់ធំហើយមានព្រៃដុះព័ទ្ធជុំវិញឡើងក្រាស់តែម្ដងជាហេតុធ្វើឲ្យពលទាហានរបស់ព្រះមហាក្សត្រខ្មែរយើងមិនអាចចូលទៅក្នុងព្រៃដើម្បីចាប់ដំរីបានទេពលទាហានទាំងនោះក៏ត្រឡប់មកទូលព្រះអង្គវិញថាពួកគេមិនអាចកាត់ឆ្ការព្រៃនោះបានទេដោយសារតែមានរបងក្រាស់ខ្លាំងមែនទែននៅពេលនោះព្រះមហាក្សត្រក៏យាងទៅកាន់ទីតាំងនោះភ្លាមតែម្ដងហើយក៏បានឆ្ងល់នឹងបញ្ជាពលទាហានចំនួន6000នាក់ដើម្បីកាប់ឆ្ការព្រៃទាំងអស់នោះដើម្បីចង់ដឹងថាតើមានអ្វីទៅនៅខាងក្នុងពុទ្ធោពេលនោះហើយគឺជាលើកដំបូងបង្អស់ដែលខ្មែរយើងអាចរកឃើញទីក្រុងអង្គរជាថ្មីម្ដងទៀតបន្ទាប់ពីបោះបង់ចោលអស់រយៈពេលរាប់រយឆ្នាំតាមពិតទៅប្រជាជនធម្មតារួមទាំងព្រះសង្ឃផងបានរស់នៅទីក្រុងអង្គរគ្រាន់តែថាប្រាសាទបុរាណរបស់ខ្មែរយើងគឺលេចកប់នៅក្នុងព្រៃដោយដែលយើងឃើញសពថ្ងៃមានឫសឈើធំដោយសារតែការបោះបង់ចោលអស់ជារាប់រយឆ្នាំនោះអី